ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះសូមចែកម្លែកតកតងជាមួយនឹងការធ្វើបញ្ញភូតប្រចាំខែ5អញ្ចឹងការធ្វើបញ្ញភូតប្រចាំខែ5គឺយើងយកនៅក្នុងថ្ងៃទី11ខែ5បើយើងមើលក្នុង calendar របស់យើងគឺយើងនឹងឃើញថ្ងៃទី11មកជាមួយនឹងរោងឃ្លាំងមាសអញ្ចឹងរាសីខាងលើរាសីធាតុមាសហើយនិងរាសីខាងក្រោមគឺចំថ្ងៃរោងអញ្ចឹងហើយការធ្វើបញ្ញភូតគឺខុសពីការជំរុញលាបណាបងប្អូនការជំរុញលាបលុះត្រាតែយើងទៅរំញោចឬក៏ទៅភ្ញោចឬក៏ទៅគោះឬមួយក៏ទៅក្រទុនអាហ្នឹងទើបវាផ្ដល់ផលឲ្យយើងក្នុងចន្លោះពី3ទៅ1អាទិត្យប៉ុន្តែបើយើងធ្វើបញ្ញភូតមានន័យថាយើងទៅបំផ្ទុះមានន័យថាយើងទៅបំផ្ទុះផ្កាយបញ្ញភូតដោយសន្សំដូចមិនដេចដែលហៅថាបញ្ញភូតបញ្ចៈហ្នឹងគឺមានន័យថា5ហើយបើភូតហ្នឹងយើងនិយាយពីខ្មោចហើយតាក់ទងជាមួយនឹងការទៅបំផ្ទុះផ្កាយបញ្ញភូតលុះត្រាតែមានបញ្ញភូតហ្នឹងនាំជាមួយនឹងផ្កាយលៀបជ័យមកទើបអាចយើងយកបញ្ញភូតទៅបំផ្ទុះបានបញ្ញភូតវាបំផ្ទុះទៅរួចលុះត្រាតែបងប្អូនអរគ្នាចេះកណនាធម៌ពលរបស់វាមានន័យថាបងប្អូនអាចចេះកណនាអំពីការកោចររបស់ផ្កាយនីមួយៗហ្នឹងហើយយើងដាក់បញ្ញភូតចូលទៅតោះតែយើងដឹងអំពីបរិបទនៃផ្កាយនៅជុំវិញខ្លួននៅជុំវិញបញ្ញភូតហ្នឹងគឺជាផ្កាយល្អដែរទើបយើងនាំឲ្យបញ្ញភូតហ្នឹងទៅជាល្អបញ្ញភូតបើយើងនិយាយទៅជាផ្កាយមួយដែលអ្នកខ្លះគេហៅ Phygos នឹងគេហៅថាផ្កាយបំផ្ទុះហើយបើសិនជាបងប្អូនអរគ្នាប៉ះឆុងផ្កាយនេះតាក់ទងជាមួយនឹងគ្រោះធំមានស្លាប់ពិការខ្វិនខ្វងផ្សេងប៉ុន្តែបើបងប្អូនស្ដាប់ថាផ្កាយហ្នឹងគឺជាផ្កាយលេខ5គឺផ្កាយហ្នឹងមានឥទ្ធិពលខ្លាំងបងប្អូនអាចយកផ្កាយហ្នឹងទៅជាប្រយោជន៍មួយសិនបងប្អូនអរគ្នាទៅដំស្វានអីប៉ះបញ្ញភូតនាំជំងឺបើពេលដែលបងប្អូនធ្វើហើយគឺកាត់ឈឺនៅក្នុងផ្ទះកាត់បញ្ហាជំងឺបើសិនជាបងប្អូនដឹងថាបញ្ញភូតមកជាមួយនឹងផ្កាយលេខ7គឺជាផ្កាយចោលអញ្ចឹងនៅពេលដែលគ្រោះកាត់ឡើងក៏ដោយសារចោលដែរហើយចោលប្លន់អញ្ចឹងហើយការដែលនាំបញ្ញភូតជោគលៀបលុះត្រាតែបញ្ញភូតមកជាមួយនឹងលៀបមានន័យថាយ៉ាងម៉េចមានន័យថាផ្កាយបញ្ញភូតគឺបំផ្ទុះហើយអញ្ចឹងនាំផ្កាយលៀបមកជាមួយយើងកណនារួមផ្កាយតែមួយទៅឲ្យបញ្ញភូតចូលមកក្របទៀតគឺវាបំផ្ទុះបានហើយគួរតែនិយាយច្រើនទេខ្លាចថាបងប្អូនមួយចំនួនគាត់អត់មានជំនាញមានគាត់បកកែធ្វើតែគាត់អត់ចូលចិត្តស្ដាប់ទៅអត់យល់អញ្ចឹងបងប្អូនអរគ្នាអូសម្លងកន្លែងវគ្គនឹងតិចទៅដល់ខាងមុខលោកគ្រូប្រាប់ពីវិធីធ្វើអញ្ចឹងធ្វើនៅក្នុងមួយឆ្នាំគឺមានតែម្ដងទេបងប្អូនណាមួយឆ្នាំមានតែម្ដងទេការធ្វើបញ្ញភូតនៅក្នុងខែ5ខែនេះខែឧសភានេះគឺរាប់នៅក្នុងថ្ងៃទី11ត្រូវនឹងថ្ងៃរោងឃ្លាំងមាសអញ្ចឹងបងប្អូនអរគ្នាធ្វើគឺទី1បងប្អូនមានកែវបងប្អូនមានអំបិលហិម៉ាឡៃក៏បានអំបិលសក៏បានដែរទី3បងប្អូនមានកាក់6ទី4បងប្អូនមានត្បូងប្រើត្បូងឈាមជ្រូកឬក៏ប្រើត្បូងស្វាយឬក៏ប្រើត្បូងផ្កាឈូកឬក៏ត្បូងក្រហមបងប្អូនត្រូវដឹងអំពីអង្គសារដែលត្រូវតម្កល់បញ្ញភូតនឹងសិនអញ្ចឹងលោកគ្រូផ្ញើរូបភាពឲ្យបងប្អូនមើលខាងលើតាក់ទងជាមួយនឹងវិធីលបប្រើពីមុនមកបងប្អូនដែលគាត់ធ្លាប់ជោគលាបពីមុនមកគឺធ្វើតាមលោកគ្រូបង្ហាញវីដេអូខាងលើធ្វើបែបនេះគឺយើងដាក់កែវហើយយើងដាក់អំបិលចូលហើយយើងចាក់ទឹកបើបងប្អូនចង់ឲ្យស្អាតបងប្អូនអរគ្នាដាក់អំបិលហើយចាក់ទឹកសឹមឲ្យបងប្អូនយកដៃកាយអំបិលនឹងឲ្យស្អាតទឹកឲ្យស្អាតហើយចាំបងប្អូនអរគ្នាដាក់កាយដាក់ត្បូងចូលណាហើយត្រូវចងចាំថាពេលដែលបងប្អូនដាក់កាយបញ្ញភូតដាក់នៅចំទីតាំងកន្លែងណាមួយបងប្អូនត្រូវតែមានចាន់ជ័ររៀងធំបន្តិចដើម្បីត្រក្រោមកែវកញ្ចក់នឹងពីព្រោះកន្លែងដែលយើងធ្វើក្បួននេះគឺយើងរៀបក្បួនគឺវាមានចេញកាក់អំបិលហើយវាអាចហូរទឹកចេញមកអញ្ចឹងវាធ្វើឲ្យប្រឡាក់របស់របរនៅជុំវិញនឹងអញ្ចឹងហើយលោកគ្រូណែនាំឲ្យបងប្អូនដាក់កធុនឬក៏ដាក់ថាសដែលធ្លាប់ពីខាងក្រោមបញ្ញភូតនេះហើយយកទៅដាក់ក្នុងរយៈពេល1ឆ្នាំអញ្ចឹងបើយើងរាប់ពីការរៀបចំហុងស៊ុយដើមខែនៅក្នុងរៀបរាល់ឆ្នាំបើសិនអ្នករៀប Flying Star រាល់ឆ្នាំគឺណែនាំឲ្យគាត់រៀបនៅក្នុងរើចេញនៅក្នុងខែ12ឲ្យរើចេញបាទមួយក៏នៅក្នុងចន្លោះខែ2ខែ1អាហ្នឹងគឺបងប្អូនអាចរើចេញបានបាទប៉ុន្តែដាក់ពេលដាក់ចូលបងប្អូនឃើញថារីងទឹករីងអីបងប្អូនចាក់ទឹកសឹមចូលទៅហើយបើមានសត្វល្អិតអីចូលបងប្អូនមានអាសម្រាប់ដងត្រីហ្នឹងដងសត្វល្អិតហ្នឹងចេញហើយបងប្អូនចាក់ទឹកចូលពេញឲ្យស្អាតទៅបើកាលណាដែលសត្វល្អិតចូលវាអត់ស្អាតបងប្អូនយកទៅដាក់អញ្ចឹងលោកគ្រូសូមប្រាប់កាយបញ្ញភូតគឺប្រើកែវថ្មអំបិលហិម៉ាឡៃឬអំបិលសហើយប្រើត្បូងក្រហមត្បូងស្វាយឬត្បូងផ្កាឈូកហើយមកជាមួយនឹងកាក់6តែប៉ុណ្្នឹងជាការស្រេចឲ្យថាសត្រពីខាងក្រោមការពីអំបិលលាយហូរទឹកហើយទឹកដែលចាក់ចូលអត់ច្រើនទេការដាក់ទីតាំងដែលត្រូវដាក់នៅក្នុងថ្ងៃទី11ខែ5បងប្អូនកត់ចំណាំណាអត់អាចដាក់គ្រប់ពេលវេលាទេនៅក្នុងថ្ងៃទី11ខែ5ឲ្យលាម៉ោង15 14ឬ15 30នាទីអញ្ចឹងចន្លោះម៉ោង14 15 14ហ្នឹងម៉ោង2 15ហ្នឹងម៉ោង3អញ្ចឹងចន្លោះហ្នឹងម៉ោង14 30នាទីនិង15 30នាទីឬក៏40អញ្ចឹងហើយពេលដែលបងប្អូនយកទៅដាក់នៅក្នុងចន្លោះអង្សាបងប្អូនរៀងងាកចូលនៅក្នុងអង្សាបងប្អូនចាក់កំប៉ះទូរស័ព្ទណាបងប្អូនវាស់យកអង្សា230ឬមួយក៏បងប្អូនយក235អញ្ចឹង230ឬ235គឺអង្សាហ្នឹងគឺអាចយកបានហើយយកទៅដាក់នៅចំអង្សាហ្នឹងអញ្ចឹងបងប្អូនវាស់ចំកណ្ដាលផ្ទះបើដាក់ក្នុងបន្ទប់បងប្អូនវាស់ឲ្យត្រូវកណ្ដាលបន្ទប់អញ្ចឹងបងប្អូនដាក់ទូរស័ព្ទវាស់ទៅអង្សា235ពេលដែលបងប្អូនវាស់បាញ់ទៅដល់អង្សា235បងប្អូនដាក់តុកឬក៏មានតុកមួយដាក់ដង្កល់បញ្ញភូតទៅហើយបើបងប្អូនអត់ចង់ទិញតុកដាក់ទេដាក់នៅក្រោមឥដ្ឋក្រោមអីទៅអត់មានបញ្ហាអីយកទៅដាក់នៅហ្នឹងហើយដាក់ស្ងាត់ណាអញ្ចឹងបញ្ជាក់លោកគ្រូឲ្យរុញចូលក្នុងអង្សា225ទេលោកគ្រូឲ្យរុញចូល230ឬមួយក៏235ចន្លោះហ្នឹងបងប្អូនដាក់ទៅវាអត់អីវាសុវត្ថិភាពបាទអញ្ចឹងកាយបញ្ញភូតមានតែប៉ុណ្្នឹងទេហើយលោកគ្រូបកស្រាយឲ្យហេតុអីបានត្រូវដាក់បញ្ញភូតបន្ទុក
បញ្ញភូតបន្ទុកជាធម្មតាពេលដែលបងប្អូនអរគ្នាចង់បន្ទុកវាមិនមែនមានតែក្បួននៅក្នុងការដែលយើងដាក់អំបិលហ្នឹងទេបើបងប្អូនមួយចំនួនដែលគាត់មានជំនាញច្បាស់ក្នុងការបន្ទុកបងប្អូនអាចដុតទៀនតែមួយក៏បានដែរទៀន aroma បើបងប្អូនដែលធ្វើការក្នុងធនាគារឬក្នុងក្រុមហ៊ុនហ្នឹងបងប្អូនដាក់ទៀន aroma ដុតដាក់បន្ទុកការបញ្ញភូតមួយទៅដាក់នៅចំអង្សាដែលគ្រូបានប្រាប់វេលាម៉ោងដែលបានលើកឡើងហ្នឹងតែប៉ុណ្្នឹងជាការស្រេចហើយអត់ចាំបាច់ដាក់អីទៀតទេហើយដុតទៀននឹងប្រហែលជា1ម៉ោងទៅយើងក៏បិទវិញទៅយើងក៏ប្លុតវិញទៅណាខ្លាចយើងនេះហើយបើបងប្អូនមានកូនភ្លើងយកកូនភ្លើងទៅលេងនៅហ្នឹងទៅដាក់កូនភ្លើងនៅហ្នឹងចោលទៅកូនភ្លើងណាបាទមានតែប៉ុណ្្នឹងទេហើយគេមើលថាពេលដែលបងប្អូនដាក់តាំងពីពេលដែលដាក់បងប្អូនបានលាបចេកអីខ្លះពេលដែលធ្វើបាទកន្លែងហ្នឹងគឺពេលដែលធ្វើឲ្យវិសោធន៍ដែរបើយើងធ្វើបានផលយើងបាច់ធ្វើទេតែបើសិនជាយើងធ្វើធ្លាប់បានផលពីមុនមកយើងធ្វើវាទៅបាទមានតែប៉ុណ្្នឹងឯងអត់មានអីថែមទៀតទេហើយអរគុណបងប្អូនអរគ្នា